ខ្ញុំមកបង្ហាញពីអំពូលអាំងហែលទឹកដែលជា best seller នៅក្នុងផ្ទះអាំងទឹក6A យើងមកហើយនឹងបង្ហាញអំពីការបើកដំណើរការជូនបងប្អូនមើលពណ៌អំពូលផ្ទាល់ហ្នឹងហេតុអីបានជាអំពូលនៅមុខនាងខ្ញុំនេះជា best seller ប្រចាំផ្ទះអាំងទឹក6A នេះខ្ញុំនឹងបង្ហាញពីចំណុចពិសេសក៏ដូចជាសម្បត្តិរបស់វាសម្រាប់ពូលនៅមុខនាងខ្ញុំនេះកម្រិតពន្លឺរបស់វាគឺដល់ទៅ12 វ៉ាត់ហើយវាមានប្រភេទជ័របែបនេះហើយនឹងប្រភេទ inox សម្រាប់ប្រភេទ inox នេះទំហំវារាងតូចហើយក្នុងនោះក៏យើងមាននៅតេឡេបជាផងដែរដែលបងប្អូនអាចដូរពណ៌ទៅតាមចំណង់ចំណូលចិត្តពូលទាំងពីរនេះមានកម្រិតនៅក្នុងការការពារជំរាបទឹក IP68 ដែលបងប្អូនអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពបានសម្រាប់ពូលនេះផងដែរគឺមានតម្លៃសមរម្យមែនតើដែលស័ក្តិសមសម្រាប់បងប្អូនដែលគាត់ជាជាងក៏ដូចជាបងប្អូនដែលគាត់ចង់សំចៃអាចប្រើប្រាស់អំពូលនេះផងដែរអញ្ចឹងនេះខ្ញុំនឹងបង្ហាញពីការតេស្តដំណើរការជូនបងប្អូនទស្សនាសម្រាប់អំពូលខ្នាតតូចនេះប្រភេទ inox នេះគឺយើងមានពីរប្រភេទមានប្រភេទពណ៌សបែបនេះនិងប្រភេទ RGB បែបនេះអញ្ចឹងយើងនឹងមកចុចតេឡេនេះបញ្ជាពណ៌អញ្ចឹងនៅក្នុងតេឡេនេះមានប៊ូតុង on off អញ្ចឹងយើងចុច on ទៅអញ្ចឹងពូនេះពណ៌ក្រហមអញ្ចឹងបើសិនបងប្អូនចង់ដូរពណ៌ទៅពណ៌ផ្សេងទៀតគ្រាន់តែចុចបញ្ជានៅលើតេឡេនេះទៅវានឹងដូរពណ៌តាមចំណង់ចិត្តរបស់បងប្អូនសម្រាប់អំពូលនេះផងដែរមានពណ៌សនិង RGB ដូចគ្នាអញ្ចឹងពណ៌សយើងអត់មានតេឡេបញ្ជាទេទាំងពីរនេះអញ្ចឹង RGB មានតេឡេបញ្ជាដូចគ្នាអញ្ចឹងយើងអាចចុចបិទឬក៏បាតហើយយើងអាចដូរពណ៌បានសម្រាប់អំពូលដែលនាងខ្ញុំកំពុងបង្ហាញនេះបងប្អូនអាចប្រើប្រាស់នៅក្នុងអាងហែលទឹកអាងស្ប៉ាក៏ដូចជាអាងលម្អផ្សេងៗដែលជួយលើកសោភ័ណភាពអាងហែលទឹករបស់បងប្អូនកាន់តែមានភាពស្រស់ស្អាតអញ្ចឹងបើសិនជាបងប្អូនចង់កម្មង់ទៅប្រើប្រាស់ឬក៏មានចម្ងល់អីផ្សេងៗអាចតាក់ទងមកកាន់ page ឃ្លាំងអាំងទឹក6A ឬក៏លេខទូរស័ព្ទនៅក្នុងវីដេអូនេះបាយបាយ